បាទសូមស្វាគមន៍មកកាន់បន្ទប់ចំនួនថ្ងៃនេះយើងសូមបង្ហាញអំពីវិធីសាស្ត្រនៃការការពារពីការខាតបង់ពីអត្រាប្តូរប្រាក់ហេតុបានត្រូវខាតបង់ពីអត្រាប្តូរប្រាក់បាទយើងដឹងហើយយើងភាគច្រើនសហគ្រាសក្រុមហ៊ុននៅប្រជាជាតិកម្ពុជាយើងគាត់រកចំណូលបានជាលុយរៀលមានថាគាត់ទិញពីអ្នកផ្គត់ផ្គង់ជាដុល្លារអញ្ចឹងគាត់ត្រូវទូទាត់ឲ្យអ្នកផ្គត់ផ្គង់ជាដុល្លារប៉ុន្តែចំណូលគាត់ជាលុយរៀលអញ្ចឹងនៅពេលដែលគាត់ត្រូវការទូទាត់ទៅឲ្យអ្នកផ្គត់ផ្គង់ជាដុល្លារអញ្ចឹងគាត់ត្រូវការយកលុយខ្មែរនេះទៅទិញដុល្លារដែលជាហេតុធ្វើឲ្យគាត់ខាតជាច្រើនពីអត្រាប្តូរប្រាក់ឥឡូវទីនេះយើងមើលឧទាហរណ៍មួយយើងសូមបង្ហាញពីឧទាហរណ៍មួយបាទឥឡូវយើងមើលការទូទាត់ទៅឲ្យអ្នកផ្គត់ផ្គង់ជាដុល្លារក្នុងរយៈពេល6ខែក្រោយក្នុងទឹកប្រាក់$20000អញ្ចឹងឥឡូវយើងឧទាហរណ៍ថាអត្រាប្តូរប្រាក់មានថាយើងលុយរៀលទិញដុល្លារអញ្ចឹងបែងលក់ដុល្លារយើងយកលុយរៀលទៅទិញអញ្ចឹងក្នុងអត្រាបច្ចុប្បន្ននេះនៅលើទីផ្សារគឺ41.04គឺ4104រៀលក្នុង1ដុល្លារអញ្ចឹងបើសិនជា6ខែក្រោយនៅពេលដែលយើងទូទាត់ហ្នឹងស្រាប់តែអត្រាប្តូរប្រាក់ប្រែប្រួលនេះយើងមើលនេះអត្រាប្តូរប្រាក់នេះប្រែប្រួលមានន័យថាលុយរៀលរបស់យើងនឹងចុះខ្សោយអញ្ចឹងយើងនឹងត្រូវការលុយរៀលច្រើនជាងមុនឧទាហរណ៍ថានេះ1ដុល្លារយើងយកលុយរៀលរហូតដល់ទៅ4200រៀលដើម្បីទិញបានដុល្លារអញ្ចឹងវាខាតប្រមាណទៅ4200អញ្ចឹងវាខាតតែ96រៀលទេក្នុង1ដុល្លារប៉ុន្តែទឹកលុយ$20000ទឹកលុយដល់ទៅ$20000អញ្ចឹងវាខាតរហូតដល់ទៅនេះ$457គាត់ថាខាតហ្នឹងដែលទឹកលុយនេះយើងអាចយកទៅទូទាត់ bill អីផ្សេងបានច្រើនណាស់400ជាងដុល្លារ$500អញ្ចឹងយើងមើលវិធីសាស្ត្រដូចខាងក្រោមដើម្បីការពារការខាតបង់នេះបាទអញ្ចឹងទី1គឺយើងត្រូវយកលុយទៅដាក់ធនាគារក្នុងរយៈពេល6ខែធ្វើយ៉ាងម៉េចឲ្យបាន6ខែក្រោយឲ្យបានទឹកលុយ$20000នេះអញ្ចឹងយើងធ្វើយ៉ាងម៉េចអញ្ចឹងទី1គឺយើងត្រូវរកធនាគារអញ្ចឹងយើងត្រូវរកធនាគារណាដែលផ្ដល់អត្រាការប្រាក់សន្សំគេហៅ fixed deposit សន្សំមានការកំណត់នេះឲ្យបានអត្រាការប្រាក់ខ្ពស់ឥឡូវយើងឧទាហរណ៍ថាគាត់បាននេះគាត់មានផ្ដល់យើង7%ក្នុងមួយឆ្នាំដែលយើងត្រូវដាក់រយៈពេល6ខែអញ្ចឹងយើងចែកទៅយើងបានមួយខែប៉ុណ្ណេះអញ្ចឹងថាយើងត្រូវដាក់លុយដុល្លារប្រមាណដើម្បី6ខែក្រោយគឺបាន$20000នេះអញ្ចឹងយើងគណនាមកយើងយក$20000នេះយើងចែកនឹងខ្លួនឯងអញ្ចឹងអត្រា7%នេះយើងចែកនឹង12យើងគុណនឹង6អញ្ចឹងយើងនឹងបានចំនួនមួយនេះ$19000ដុល្លារអញ្ចឹងយើងសួរថាតើ$19000ដុល្លារនេះទៅការលុយរៀលប្រមាណដើម្បីទិញបានអញ្ចឹងយើងគណនាវាមកយើងយកអត្រាលុយរៀលនេះអត្រាលុយរៀលយើងគុណវាមក41.9អញ្ចឹងយើងនឹងត្រូវការលុយរៀល79,304,347រៀលដើម្បីទិញបានដុល្លារ$19023នេះអញ្ចឹង
នៅពេលយើងបានដុល្លារប៉ុណ្ណឹងហើយយើងដាក់ចូលធនាគារ6 ខែទៅអញ្ចឹងទីបំផុតយើងនឹងបាន6 ខែក្រោយគឺ$20000យើងនឹងប្រើប្រាស់វាដើម្បីទូទាត់ទៅឲ្យអ្នកផ្គត់ផ្គង់ដោយជោគជ័យអញ្ចឹងលុយ$20000យើងប្រើប្រាស់សាច់ប្រាក់រៀលតែ79លានរៀលជាងទេដើម្បីទូទាត់ឲ្យបានទូទាត់$20000នៅ6 ខែក្រោយអញ្ចឹងបើសិនជាយើងមិនបានធ្វើវិធីសាស្ត្រនេះទេយើងនឹងរងចាំ6 ខែក្រោយទៀតអត្រាឡើងដល់4200រៀលក្នុង1ដុល្លារអញ្ចឹងយើងត្រូវការលុយរៀលរហូតដល់ទៅ84លានរៀលដែលធ្វើឲ្យយើងមិនបានចំណេញមានតែធ្វើឲ្យយើងខាតអញ្ចឹងបើសិនជាយើងយក84លាននេះដកឲ្យនេះ79នេះ79លានរៀល304,347នេះដកទៅអញ្ចឹងយើងនឹងខាតរហូតដល់4លានដែលគិតជាដុល្លារទៅអាចដល់ខ្ទង់$1118ដុល្លារឯណោះអញ្ចឹងចំនួននេះគឺជាចំនួនដែលយើងចំណេញពីការធ្វើវិធីសាស្ត្រគេហៅថាដាក់លុយក្នុងការកំណត់រយៈពេល6 ខែនេះយើងសន្មត់ថាយើងមិនបាន borrow មានថាយើងខ្ចីពីណាទេមានថាការប្រាក់មានថាជាចំណូលរបស់យើងគឺមានគ្រប់គ្រាន់ដើម្បីធ្វើវិធីសាស្ត្រនេះមានថាយើងមិនបានខ្ចីគេទេអញ្ចឹងការអត្រាខ្ចី0អញ្ចឹងវីដេអូក្រោយយើងនឹងបង្ហាញអំពីវិធីសាស្ត្រមួយទៀតដែលវិធីសាស្ត្រដដែលហ្នឹងប៉ុន្តែយើងមិនមានលុយរៀលគ្រប់គ្រាន់ដើម្បីទូទាត់អញ្ចឹងយើងអាចខ្ចីណាយើងខ្ចីពីធនាគារឬក៏ខ្ចីពីម្ចាស់ហ៊ុនដែលយើងការកម្ចីនេះអាចចំណេញដល់tax shield យើងអាចចំណេញអំពីការបង់ពន្ធមួយចំនួនពីព្រោះច្បាប់ពន្ធរបស់យើងគឺអនុញ្ញាតឲ្យយើងយកអត្រាការប្រាក់នេះកាត់កងអំពីចំណូលអញ្ចឹងយើងបង់អត្រាការប្រាក់យើងបង់ពន្ធលើប្រាក់ចំណេញ 20% អញ្ចឹងយើងចំណេញ 20% ទៅលើការបង់ការប្រាក់ហើយយើងកាត់ទុក 15% ទៅឲ្យអ្នកផ្គត់ផ្គង់មិនមែនទៅឲ្យម្ចាស់បំណុលដែលមិនមែនជាធនាគារអញ្ចឹងយើងចំណេញ 5% tax shield net អញ្ចឹងយើងអាចសរុបទាំងចំណេញលើប្រាក់ពន្ធនិងចំណេញទៅលើការការពារហានិភ័យនេះយើងអាចចំណេញបានសរុបប៉ុណ្ណេះអញ្ចឹងវីដេអូក្រោយយើងនឹងបង្ហាញអំពីវិធីសាស្ត្រនេះអរគុណចំពោះការតាមដានទស្សនាអញ្ចឹងសង្ឃឹមថាវីដេអូនេះនឹងអាចជួយឲ្យម្ចាស់ជំនួញអាចsaving មិនសន្សំពីការខាតបង់នេះដើម្បីប្រើប្រាស់ប្រាក់នេះទៅលើការទូទាត់ bill ផ្សេងៗបាទសូមអរគុណបាទ